bà chỉ biết số nè mình cha chữ số nè mình miên chung môi đài nè mình nhưng chung chi ai bà nè mình miên ti lụm nơi ba chợ bón ấy nơi cái này nè đài mình nói những hai tình nục cọp sầu thần nốt khóc rơi rồi đi chợ nông pin vào dương cha cha nè mình ta nè mình ca bị môn nông miên chùm người ấy đài chứ ngư nhâm từ bốn nhâm đua là hai nhâm mặt của mưa du về lại từ chữ sạ cha hai nhâm mặt đang là chương nhâm đang chỉ cung này về cô nhé người ta sắc ăn hay bên nhâm hộp năm mà du ấy chỉ ăn năng bên ăn bên thử cha hay hộp năm sạ nhưng ta đau băng cọ với các nhâm hộp bắt thử đây nhâm tao lang lui ấy cha nhâm tao lang lui bằng cọ tha chấm nai tập bạ thưa từ ná tập xếp ban ở cài bờ tây nước haiประมาณได้เนี่ยmìnhเฉินได้ตัวมาดองตัวบงเชียงมาปอนใบปอนขวามือเป็นสองเพียบบุญปอนเชียงต่างให้หมอมตัดนำติดจ่าไปเอาตรงบุญแผ่นปอนđấyจ่าตัวบงáตอdu nhâm từ duก็มาคล้ายcái ơi từ mà khai cái ơi từ giờ mà miền thử sao du vía mà làไงตรงดับแผ่นชนะไม่เมลือจ่าเมลือดับแผ่นชนะเมลือจึงยมมั่งហើយការដែលអ្នកមិញឈឺនេះរយៈពេលជាង15ឆ្នាំហើយតើទុកលំបាកទេក្នុងការធ្វើដំណើរគេងហូបចុកអង្គុយអ្នកមិញចាពិបាកខ្ញុំមិនដែលអង្គុយវាយភ្នែនស្ពះលោកបានទេជើងខ្ញុំនោះអត់ហ្មងវារឹងវាឈឺកាច់អត់បានស្ពះលោកសរុបតែជើងឯងថងចាហើយដល់ខ្ញុំបានហូបថ្នាំហ្នឹងទៅបាន3 4ថ្ងៃខ្ញុំចាប់ដើមថាដូចជាអន់ទៅឥឡូវខ្ញុំបាត់ឈឺហ្មងអត់មានឈឺខ្ញុំដើរមានឈឺសោះត្រង់ភ្លឹងឥឡូវចាមុនខ្ញុំដើរអញ្ចឹងហើយខ្ញុំអូសជើងហ្មងអូសជើងច្រត់ហ្នឹងខ្ញុំកាន់ជើងច្រត់អញ្ចឹងហើយខ្ញុំដើរអូសជើងហ្នឹងអញ្ចឹងមានន័យថាការពីមុនអ្នកមីងពេលធ្វើដំណើរទៅណាមកណាត្រូវតែប្រើឈើច្រត់ហ្នឹងហើយចុះបច្ចុប្បន្ននេះឥឡូវខ្ញុំលែងប្រើហើយលែងប្រើហើយនៅលើឃើញខ្ញុំទៅយកមកខ្ញុំដើរត្រង់ភ្លឹងមែនបងប្អូនហក់ទេនេះជាការពិតណាបងប្អូនខ្ញុំព្រឺសបល់ខ្ញុំមិនមានកុហកអីអូបាទបើខ្ញុំដើរឈឺវាឈឺខ្ញុំដើរឈឺចឹងឥឡូវខ្ញុំដើរមានឈឺឥឡូវខ្ញុំដើរត្រង់ចឹងហ្មងហើយខ្ញុំអត់មានឈឺខ្ញុំទៅធ្វើនេះធ្វើនោះអត់ឈប់ទេថ្ងៃចារយៈពេល15ឆ្នាំប្រើឈើច្រត់ចាចាមែនទេបាទ15ឆ្នាំបាទខ្ញុំដំបូងខ្ញុំនឹកឃើញខ្ញុំមានកើតមហារីកមកយកថ្នាំឲ្យផឹកគេថាហូបច្រឡាក់ស្លាក់សាកលោមើចេះតែត្រូវរហូតសឹកអង្គុញហើយរយៈពេលមិនតិចទេ15ឆ្នាំនៃការ15ឆ្នាំឈើច្រត់នេះណែគាត់ធ្ងន់ប្រហែលឆ្នាំហ្នឹងធ្ងន់ខ្លាំងចាធ្ងន់ខ្លាំងខ្ញុំទៅបង្កក់លេងទៅហ្នឹងហិតទៅធ្ងន់វាហ្មងពិបាកចិត្តទេចាអូយបន្ទប់ទឹកអីតោងឡើងអត់ចង់រួចទេលឿវាជាង3ជាង4ណាខ្ញុំប្រាប់មានគេងហើយពិបាកចិត្តនៅពេលយប់អីគេងទៅថាមិនដឹងថាថ្ងៃណាជាមិនអត់មានគិតថាជាទេគិតឲ្យតែបានអន់តែប៉ុណ្ណឹងអន់ដើរបានតិចហ្នឹងកាន់ជាឆ្អត់អត់បានកាន់ជាឆ្អត់គឺអង្គុយមកកន្លែងសិនហ្នឹងហើយទឹកមកដល់បន្ទប់ទឹកចឹងឥឡូវមកដល់ពេលនេះតើឥឡូវខ្ញុំសប្បាយចិត្តហើយវាបានអន់ច្រើនចាអញ្ចឹងក្រៅពីឈឺសន្លាក់នេះអ្នកមីងគេងអត់លក់ទៀតចាហើយខ្ញុំទៅពេទ្យថាខ្ញុំញ៉ាំថ្នាំសរសៃច្រើនយូរវាទៅជាវិស័យសាស្ត្រគេអត់លក់គេថាអញ្ចឹងហ្នឹងហើយក៏ពះពវៀនធ្វើទុកបានគេដល់ពេលគេអត់លក់រយប់ត្រូវធ្វើម៉េចទៅធ្វើម៉េចផ្នែកខ្ញុំនៅយូរខ្ញុំចេះឈឺក្បាលឈឺអីចឹងណាមានប្រើប្រាស់ថ្នាំអីទេបាទខ្ញុំប្រើថ្នាំបាត់ឈឺចាប់មានប្រើប្រាស់ថ្នាំគេងប្រើមកយក2គ្រាប់មួយគ្រាប់អត់បាត់2គ្រាប់នៅតែអត់លក់ការប្រើថ្នាំងុយគេងហ្នឹងគឺមួយយប់គឺចំនួន2គ្រាប់បន្ថែមទៀតបានគេងលក់ហើយខ្ញុំលាបថ្នាំសរសៃបើខ្ញុំលាបជាប់3ថ្ងៃគឺខ្ញុំអត់លក់ទាំង3យប់ហ្នឹងហ្មងហើយអត់លាបក៏អត់លក់អញ្ចឹងបើអត់លេបហើយអត់លក់មានអីអត់លេបហើយដេកអត់លក់ទៀតគេអត់លក់ទៀតចាអញ្ចឹងឥឡូវខ្ញុំបានដេកលក់តាំងម៉ោង10ទៅលក់ឲ្យដល់ម៉ោង4បាទអញ្ចឹងឥឡូវអញ្ជើញអ្នកមីងទៅអង្គុយវិញសិនបាទអញ្ចឹងអ្នកមីងរាល់ថ្ងៃនេះមានប្រើប្រាស់ជាមួយនឹងថ្នាំអីបន្តទៀតទេអ្នកមីងតាំងពីខ្ញុំហូបអាហ្នឹងមកខ្ញុំជប់ប្រើចាខ្ញុំជប់ប្រើខ្ញុំអត់ប្រើមួយអាទិត្យថ្នាំគឺខ្ញុំលែងពាល់ហ្មងសូម្បីថ្នាំដូចជាមកខ្ញុំចង់ដឹងខ្ញុំលែងលេបការពិតពេទ្យគេឲ្យខ្ញុំលេបយើងចំណាស់នេះយើងត្រូវលេបមួយគ្រាប់លេខ5ដល់ឥឡូវខ្ញុំអត់លេបទៀតណាលេបដល់គ្រាប់លេខ5សោយជាងគេលេខ10បានខ្លាំងចាតែយើងអត់ដើរលេបឯណាអត់ដើរលើហើយណាតែពេទ្យថៃគេឲ្យលេបថាឲ្យយើងលេបប្រចាំយើងចាស់ហើយយើងត្រូវប្រើមួយគ្រាប់ក្នុងថ្ងៃហើយដល់ឥឡូវខ្ញុំចង់ដឹងខ្ញុំអត់លេបទេមួយអាទិត្យនេះមិនដើរលេបថ្នាំឬឈាមទេឡើយថ្នាំមួយងុយក៏ខ្ញុំលេងទិញកុំអីនេះពីប្រទេសកូនទិញ
ពីប្រទេសបាន10ថ្ងៃអត់បាន នេះគឺជាឈើច្រត់របស់អ្នកមីងប្រើប្រាស់អស់រយៈពេលជាង15ឆ្នាំមែនទេ ហ្នឹងជឿច្រត់ខ្ញុំប្រើ អញ្ចឹងពេលដែលធ្វើដំណើរត្រូវតែប្រើតែម្ដង បាទខ្ញុំទៅការគេខ្ញុំទៅដែរប៉ុន្តែខ្ញុំអូសលងអញ្ចឹងអូសលងទៅអញ្ចឹងអូដើរអូសដីអញ្ចឹងហ្មងអូសជឿច្រត់ទៅអញ្ចឹងហ្មង បាទនេះបងប្អូនបាទឥឡូវនេះយើងចង់ដឹងពីអារម្មណ៍របស់កូនស្រីរបស់គាត់តិចថាតើគាត់មានអារម្មណ៍យ៉ាងណាពេលដែលឃើញអ្នកម្ដាយរបស់គាត់បានធ្វើដំណើរយ៉ាងស្រួលជាងមុនអត់ពិបាកវេទនាដោយការពីមុនបាទជំរាបសួរអូនតើជាមួយនឹងអ្នកមីងដែរ កូនគាត់ហ្មង កូនបកើតែម្ដងណាកាលពីមុនអ្នកមីងគាត់មានអាការៈបែបណា គាត់ឈឺស្លាកនឹងមក10ឆ្នាំជាងហើយបងចាជាក់ស្ដែងទៅគាត់ពិតជាប្រើឈើច្រត់នឹងមែនគាត់ធ្វើដំណើរដើរមកទប់ទឹកកំអីចឹងណាបងអត់អាចប្រើឈើច្រត់អត់បានទេ អាណិតម៉ាក់ទេ អាណិត អត់ទីច្រត់ទៅកូនគ្រា ឥឡូវស្គាល់ឆ្នាំនោះទៅយកឲ្យគាត់សាក បើសរុបទៅរយៈពេលប្រហែលប្រហែលថ្ងៃដែរ ប្រហែលជាថាពីអាទិត្យចុះបង អញ្ចឹងជាង10ថ្ងៃ ខ្ញុំហូបបានមកតិនថាអូនដូចបាត់ឈឺកូនដូចអន់ឈឺម្ដងតិចលើឡើងឈឺមែនអត់ឈឺខ្ញុំដើរដល់ខ្ញុំមិនដែលដើរដល់លបងនោះទេណាខ្ញុំដើរបានទេសូម្បីមិនជឿច្រត់ខ្ញុំដើរដល់ដែរលបងមុខនេះ មកយកអត់សម្រាប់ទេហើយដល់ពេលដាក់តាំងពីប្រើទៅគាត់ចាប់ដល់សម្រាប់បានគាត់អត់ប្រើឆ្នាំមួយគេអត់អីចឹងណាបង អញ្ចឹងនេះគឺជាការពិតជាក់ស្ដែងដែលបងស្រីអូនស្រី កំប៉ុងនេះឲ្យព្រោះដំបូងខ្ញុំឲ្យគាត់សាកហ្នឹងខ្ញុំទិញកំប៉ុងទូចឲ្យគាត់ចាឥឡូវគាត់ប្រើចាប់ដើមប្រើកំប៉ុងធំ បាទ ចាហើយយើងឃើញគាត់ប្រើទៅគាត់ចាប់ដើមធូរស្រួលខ្លួនអញ្ចឹងណាបងតាំងពីការសម្រានរបស់គាត់អីគឺគាត់ធូរហ្មង សុំសួរតិចមើលអាថ្នាំងុយគេងដែលគាត់ត្រូវគេងពេលយប់ហើយគាត់ត្រូវប្រើហ្នឹងបងអូនស្រីជាអ្នកទិញឲ្យគាត់ឬក៏មិនដែរ បងអូន ខ្ញុំពេលខ្លះខ្ញុំទៅទិញវាគាត់ប្រើគាត់ទៅទិញខ្លួន អញ្ចឹង ឯង គាត់ត្រូវញ៉ាំថ្នាំងុយគេងមុននឹងប្រើប្រាស់ជាមួយនឹងរុក្ខជាតិដើមសមុទ្ររបស់យើង គាត់ប្រើជួនកាលពីគ្រាប់ហ្នឹងហើយគាត់អត់សម្រានទៀតសម្រានមកយប់បានតែ1ម៉ោងឬ2ម៉ោងឯងគាត់ភ្ញាក់អី តែនៅពេលនេះឥឡូវនេះគាត់ឈប់ប្រើប្រាស់ហើយជាមួយនឹងថ្នាំងុយគេង ចាឈប់អត់មែននិយាយទៅថ្នាំសរសៃក៏គាត់លែងប្រើដែរឥឡូវហ្នឹង năm giây cho pra ចា đấy សប្បាយចិត្ត ឆ្នាំអីក៏គាត់លែងប្រើដែរឥឡូវសប្បាយចិត្តដល់បងអើយ បាទនេះជាការពិតបងប្អូនគ្មានអ្វីសប្បាយចិត្តជាងឪពុកម្ដាយរបស់យើងមានសុខភាពល្អទេណាបាទអរគុណច្រើនទៅដល់អ្នកមីងដែលបានចូលរួមចឹងជូនពរឲ្យអ្នកមីង ចាចា សុខភាពល្អជាពិសេសគឺជាដាច់តែម្ដងជាមួយនឹងជំងឺសន្លាក់នេះនិងជំងឺទាំងឡាយទាំងពួងណាអរគុណច្រើនមីងអរគុណច្រើនបងស្រី ចាមួយ បងប្អូនទាំងអស់គ្នាដែលកំពុងតែទស្សនាជាមួយនឹងវីដេអូនេះបាទជាពិសេសបងប្អូនដែលកំពុងតែមានបញ្ហាដូចអ្នកមីងផ្ទាល់ឬក៏បងប្អូនដែលកំពុងតែជួបបញ្ហាកើតនៅជំងឺមហារីកគ្រប់ប្រភេទបាទសូមកុំភ្លេចទំនាក់ទំនងមកកាន់ក្រុមការងាររបស់យើងឬក៏អាចជជែកពិភាក្សាពីគ្រោះយោបល់តាក់ទងជាមួយនឹងជំងឺផ្សេងៗបាទតាមរយៈ page ផ្លូវ